vậy cho nhưng mà nhưng không lên mình bàn thở đó vậy cái mơ cái tình tập hẹn nó không mũi nó vậy cái mơ nhưng không lên mình đó không có hiểm ấy phải hiểm nó thật chẳng bà đâu mà vậy chắc chắn anh sẽ bỏ không biết điều nó cao cao đi bây giờ tôi ôn là tích ôn bà chia vật thóm khi bạn có xôm à nhạt nâng rầm ong cay group nâng chủ điệp xúa đó là sầm đá trung ai đom lục tiêu ở lục srei nè cái nhà prima tu tia selection đại tai tai tam đan một tu sana rồi cặp sai này bần đai ong cặp sa por miền dương nhom bạn ở Thái Ti mà phơi buôn khai bị phun na năm pi pon mà phơi pram dương ní tông về lia màu ở pi chiếngคือមានអាកាសនៃគ្រោះថ្នាក់ចរាចរណ៍មួយតាមបណ្ដោយផ្លូវ273ប្រិមិត្តយើងដែលស្ថិតនៅក្នុងទឹកដីភូមិសាស្ត្រសង្កាត់ទូស្កាយទី1ខណ្ឌរិស័យការាជធានីភ្នំពេញតែម្ដងប្រិមិត្តទូទេសនិកជនយើងទៅតាមដាននឹងទស្សនាទិដ្ឋភាពទាំងស្រុងដូចតទៅគាត់មិនវិញបាទប្រិមិត្តទូទេសនិកជនយើងគឺមានអាករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងចំណុចបាត់ផ្លូវស្តុបមួយកន្លែងប្រិមិត្តយើងបាទគេហៅថាស្តុបអ3ប្រិមិត្តយើងនៅតាមបណ្ដោយផ្លូវតាឃ្លាំងមឿងប្រិមិត្តយើងបាទអូយណាបងប្រុសដែលបានប៉ះជាមួយបងអូនស្រីនៅតាមបណ្ដោយផ្លូវស្ថិតនៅក្នុងទឹកដីបាទសង្កាត់ទូសង្កែទី1បាទខណ្ឌរិស័យការាជធានីភ្នំពេញតែម្ដងជីតិចតិចទៅអត់ហើយបើល្មើហើយខំរឹងលឿនទៀតមកតែខំបងខ្ញុំហើយវាយទៅបងខ្ញុំរត់ទៅក្រោមតែវាយគឺមកវាយនឹងមកទៅអីទៅបាទអត់ទេបងអត់ទេខ្ញុំមិនក៏តែទៀតវាយទៅមកទៅតាមនឹងកាពីទៀតខ្ញុំយល់មកទៅបាក់ទូមបងបាទអីវ៉ាន់មួយឯងទៅគេខ្លះបងមកនេះទឹកតាមនៅម្ដុំណាដែរបងទូតកែបងទូតកែបងបើកបហ្នឹងបងដឹងថាខ្លួនខុសអត់ពេលដែលបងបំពេញភ្លើងស្តុបមើលឃើញយើងលឿនដល់ពេលខ្ញុំយើងដឹងថាឃើញវាំងឡាបងលឿនតែបងមើលទៅឃើញភ្លើងពណ៌ក្រហមឬមួយពណ៌ខៀវពណ៌លឿងចុះដល់ពេលឆ្លងទៅបាំងឡានហ្នឹងក៏ប៉ះមួយគាត់ប៉ះគាត់តែគេអត់ផុតដែរបាទហើយខ្ញុំឃើញមួយឯងមិញឃើញមានការវិញញែកនឹងទៅតាំងសរសៃកដល់គ្នាសារមិនដែរបងរឿងហ្នឹងអត់ទេខ្ញុំអត់មានទៅតាំងមួយគាត់ទេគាត់ខឹងខ្ញុំសម្រួលសុំគាត់តាមសម្រួលទេដឹងថាខ្លួនខុសខ្ញុំដឹងខុសដែរព្រោះសុំគាត់សុំខ្ញុំមានចង់ឈ្នះចាញ់សងសំណងគាត់ហ្មងសុំគាត់គាត់ឲ្យសងគាត់20រៀលហើយគាត់ទាយើងហ្មងបង40ដំបងលោករៀលបងមានលទ្ធភាពតាម20រៀលហ្នឹងទេ20រៀលហ្នឹងទេបងបាទព្រោះគាត់ព្រោះអាហ្នឹងដោះស្រាយតាមហ្នឹងបាទបងបាទអញ្ចឹងបងអ្នកដឹកជញ្ជូនណាបងដឹកជញ្ជូនហ្នឹងហើយបងដោយសារអីជីវភាពយើងវាអត់ដែរតែគាត់ថាបងបាក់បងថ្ងៃក្រោយមានការប្រុងប្រយ័ត្នអញ្ចឹងណាតែអាហ្នឹងយើងប៉ះខូចខាតតែទ្រព្យសម្បត្តិតែថ្ងៃក្រោយអាចបោះបង់ឬមួយបាត់បង់អាយុជីវិតគេអាហ្នឹងបញ្ហាធ្ងន់ណាបងហ្នឹងហើយអរគុណច្រើនណាស់ចឹងបងណា